Please try to cut your rib eyes the way you like it. Also, can you please? Pito. Oh, perfect. That one is very ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមក get ready ដើម្បីទៅចូលរួមកម្មវិធី Coconut មិត្តភ័ក្តិ Airline ធ្វើការ Let's get started ដំបូងគឺយើងចាប់ផ្ដើមប្រើជាមួយនឹង foundation ហើយ foundation នេះគឺខ្ញុំបានទិញមកពីមួយថ្ងៃដែរប៉ុន្តែទំតាបាន unboxing យកមកសម្ពោធនៅក្នុងថ្ងៃនេះហើយប្រភេទ foundation ដែលខ្ញុំបានប្រើនេះគឺជាប្រភេទ water base ដែលផាត់ទៅគឺស្តៀងគ្នាទៅនឹង cushion ដែរអ្នកនរគ្នាប៉ុន្តែគឺវាចូលស្បែកបានល្អជាង cushion ឬក៏ foundation ទូទៅអ្នកនរគ្នាហើយថាមកពីខ្ញុំអត់មានជំនាញផាត់មុខក៏ថាបានព្រោះអីពេលដែលផាត់មុខជាមួយនឹង cushion ឬក៏ foundation ទូទៅអញ្ចឹងភាគច្រើនគឺម្សៅខ្ជាក់ចេញមកវិញវាអត់ចូលមុខប៉ុន្តែមួយនេះគឺដាក់ទៅគឺចូលមុខបានស្អាតហើយសាច់ម្សៅគឺមើលទៅពណ៌ដូចស្បែកដូចធម្មជាតិអញ្ចឹងហើយឡើង glow foundation នេះសម្រាប់អ្នកដែលចូលចិត្តការ make up បែប no make up look គឺត្រូវហ្មងហើយនៅក្នុងប្រអប់ foundation ហ្នឹងគឺមកជាមួយនឹងជក់ Chanel ខ្លីមួយសម្រាប់ផាត់មុខប៉ុន្តែខ្ញុំអត់ចេះប្រើទើបខ្ញុំបកមកប្រើជាមួយនឹងជក់ដែលខ្ញុំប្រើប្រចាំថ្ងៃវិញណាអ្នកនរគ្នាហើយសូមអធិស្ឋានបងប្អូនវីដេអូនេះគឺរៀងងាកចុះងាកឡើងបន្តិចដែរដោយសារតែនៅក្នុងបន្ទប់របស់ខ្ញុំហ្នឹងគឺមានកញ្ចក់តែមួយនឹងទេសម្រាប់រៀបចំខ្លួនហ្នឹងគឺមកចំហខ្លួនអញ្ចឹងខ្ញុំរកទំនុកថាដាក់កាមេរ៉ាមួយអត់ត្រូវអញ្ចឹងខ្ញុំតែដាក់នៅចំហៀងអញ្ចឹងងាកចុះងាកឡើងបន្តិចហើយឥឡូវគឺខ្ញុំបានផាត់ភ្នែករួចហើយស្រាលបែប warm tone ចូលមកដល់វា eyeliner ម្ដងនិយាយពីថាឲ្យតែពេលផាត់មុខម្ដងវគ្គដែលភ័យជាងគេគឺវគ្គគូ eyeliner ហ្នឹងហ្មងហើយ eyeliner ដែលអាចប្រើបានហ្នឹងគឺមានតែ brand ដែលទិញនៅបឹងកញ្កលហ្នឹងទេអាកម្រក្រហមហ្នឹងបើក្រៅពីហ្នឹងសាកគូអត់ចេះគូទេថ្ងៃខ្លះឈរកន្លះម៉ោងនៅលុបចុះលុបឡើងហ្នឹងក៏មានដែរអញ្ចឹងទៅនៅឆ្ងាយពីកម្រក្រហមហ្នឹងអត់កើតទេហើយមិនមែនមនុស្សអត់ចូលចិត្ត make up ណាបងប្អូននិយាយទៅគឺចូលចិត្ត make up ចូលចិត្តស្រឡាញ់គ្រឿង make up ហ្នឹងហ្មងប៉ុន្តែអាចថាមកពីយើងអត់មានដងអញ្ចឹងទៅមើលមករៀងឆ្កងហើយប្រើពេលយូរជាងគេធម្មតាហើយនេះពេលផាត់មុខហ្នឹងក៏អត់ដែរចេះប្រើ contour អីដូចគេដែរគឺធម្មតាទៅហ្មងដាក់តែ color ពណ៌ដាក់តែភ្នែកអីតិចតួចហ្នឹងគឺហៅតែហើយការ make up របស់ខ្ញុំមកហើយពេលហ្នឹងខ្ញុំរៀងភ្លេចខ្លួនណាបងប្អូនចូល make up បែប chill ជាមួយនឹងថតវីដេអូផងអីផងមានណាដល់ពេលគាត់នៅកលៀកមើលមកទៅគឺថាវាគៀកមកមែនតើហ្មងណាមានជាការស្លន់ចាប៉ុន្តែវគ្គនេះគឺចិត្តហើយដែរបងប្អូនគឺគ្រាន់តែយកប្រភេទម្សៅ loose powder ហ្នឹងខ្ញុំបោះពីលើថែមតិចទៅកុំឲ្យវាបែកខ្លាញ់ហើយនឹងកែពណ៌បន្តិចកុំឲ្យក្រហមពេកប្រភេទម្សៅ loose powder Chanel នេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើហើយប្រើយូរមែនតើហ្មងអត់ងាយអស់ទេផាត់ទៅធ្វើការផាត់ទៅក្រៅអីអញ្ចឹងគឺថាផាត់រាល់ថ្ងៃប៉ុន្តែគឺថានៅច្រើនទៀតបងប្អូននិយាយទៅប្រើងាយអស់ហ្មងហើយក្រែមដែលខ្ញុំកំពុងតែប្រើនេះក៏ជាប្រភេទ Chanel ដែរគឺប្រភេទក្រែមស្ងួតខ្ញុំប្រើរាល់ថ្ងៃដូចគ្នាប៉ុន្តែគាត់នេះចិត្តអស់ហើយចិត្តបានទិញថ្មីហើយឥឡូវផាត់មុខរួចរាល់ហើយធ្វើសក់ក្រួចហើយហាត់ប្រំទៅដល់កៅអៅទីបងប្អូននៅពីងប្អូននៅមុខកញ្ចក់ហ្នឹងសិនហើយមិនដឹងខ្លួនទេណាថាបន្តិចទៀតហ្នឹងគឺមិត្តភក្តិរបស់ខ្ញុំគឺគាត់មកគោះទ្វារហើយតែខ្ញុំអីល្ងាចនេះតាមថាត្រូវមានគ្នា4នាក់បងប្អូនប៉ុន្តែដោយសារតែមិត្តភក្តិរបស់ខ្ញុំម្នាក់ជនជាតិហ្វីលីពីនហ្នឹងគឺគាត់មានការរវល់អញ្ចឹងទៅគឺ cancel អញ្ចឹងបានទៅតែគ្នា3នាក់ទៀតដែលមានម្នាក់ហ្វីលីពីនម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ាហើយទាំងខ្ញុំអញ្ចឹង3នាក់ហ្នឹងគឺថា3ជាតិសាសន៍ផ្សេងគ្នាហ្មងហើយម្ចាស់កម្មវិធីម្ចាស់ Coconut ហ្នឹងគឺជាមិត្តភក្តិរបស់ខ្ញុំដែលគាត់ជាជនជាតិហ្វីលីពីនហើយនៅអត់ទាន់ហើយបងប្អូនដោយសារតែដល់ម៉ោងហើយអញ្ចឹងគឺខ្ញុំជាមួយនឹងមិត្តភក្តិដែលជាជនជាតិមីយ៉ាន់ម៉ាហ្នឹងគឺត្រូវមកអង្គុយចាំមុនសិនកុំឲ្យខកម៉ោងជាមួយនឹងខាងគេហើយឡើងមកដល់នេះនារីឈិតក្រហមហើយសម្រាប់ outfit របស់ខ្ញុំល្ងាចហ្នឹងគឺបានណាត់គ្នាជាមួយនឹងមិត្តភក្តិដែលជាជនជាតិមីយ៉ាន់ម៉ាថាពាក់ពណ៌ខ្មៅដើម្បីឲ្យbirthday girl ហ្នឹងគឺគាត់ពាក់ពណ៌ក្រហមមានអារម្មណ៍ថាវា special អញ្ចឹងណាថ្ងៃរបស់គាត់និយាយដល់រឿងមិត្តភក្តិអ្នកនៅកន្លែងធ្វើការមួយគ្នាបងប្អូនតាំងពីខ្ញុំចាប់ផ្ដើមធ្វើការនៅលើ cruise ship មកគឺខ្ញុំអត់ដែលបានជួបបងប្អូនជនជាតិខ្មែរទេគឺជួបតែជនបរទេសហើយហ្នឹងគឺខ្ញុំនិយាយតែអ្នកទៅធ្វើការដូចគ្នាណាបងប្អូនដែលអត់មានជនជាតិខ្មែរហ្នឹងបើជាជនជាតិខ្មែរដែលខ្ញុំជួបទូទៅហ្នឹងគឺពួកគាត់ជាភ្ញៀវទេជាភ្ញៀវដែលគាត់ឡើងទៅលេងទៅដើរលេងជាមួយនឹង cruise ship អីចឹងណាហ្នឹងហើយបងប្អូននិយាយម្ដងគឺខ្ញុំបានជួបជាមួយនឹងពួកគាត់ចឹងដែរពេលខ្លះគឺពួកគាត់មករកខ្ញុំហ្មងដោយសារតែមានអ្នកធ្វើការជាមួយគ្នាហ្នឹងគឺគាត់ប្រាប់ថាមានខ្មែរធ្វើការនៅនឹងមួយអីអញ្ចឹងដែរគឺគាត់មករកយើងហ្មងមករកគឺគាត់និយាយខ្មែរដាក់ហ្មងហ្នឹងបានដឹងថាគាត់ជាជនជាតិខ្មែរជនជាតិអាស៊ីយើងដែលឃើញថាទៅធ្វើការនៅលើ cruise ship នឹងច្រើនជាងគេគឺមានជនជាតិហ្វីលីពីនហើយនិងជនជាតិឥណ្ឌាក្រៅពីហ្នឹងគឺចម្រុះជាតិសាសន៍មានស្បែកសស្បែកខ្មៅហើយអាស៊ីយើងមកពីប្រទេសផ្សេងៗហ្នឹងគឺមានពីម្នាក់អញ្ចឹងទៅជាក់ស្ដែងដូចមីយ៉ាន់ម៉ាក៏ពិតមីយ៉ាន់ម៉ាពេលដែលខ្ញុំចូលទៅធ្វើការដំបូងគឺពួកគាត់មួយដូចខ្ញុំដែរទេមកកន្លែងមានមួយអីអញ្ចឹងប៉ុន្តែមួយរយៈចុងក្រោយនេះគឺឃើញថាមានច្រើនអាចថាពួកគាត់ឥឡូវចាប់អារម្មណ៍មកធ្វើការលើ cruise ship នឹងច្រើនជាងមុនក៏ថាបានហើយមកធ្វើការសាសនេះគឺខ្ញុំដើរតែជាមួយជនជាតិមីយ៉ាន់ម៉ាទេដោយសារតែយើងចំណូលចិត្តដូចគ្នាហើយការញ៉ាំរបៀបរបបអីគឺស្តៀងគ្នាណាបងប្អូនKate. Kate. 1, 2, 3. Happy birthday to you. Happy birthday to you. Happy birthday, dear Kate. Happy birthday.